we did the right thing, but it didn't turn out that way. ឯចង់ញ៉ាំនំបញ្ចុកស្រស់អញ្ចឹងខុសពីបន្លំក៏ទៅញ៉ាំនំបញ្ចុកស្រស់មកកន្លែងនៅផ្សារដូចមិត្តឆ្ងាញ់មែនតើបងប្អូនបន្ទាប់ពីញ៉ាំហើយយើងក៏មករកកាហ្វេញ៉ាំអញ្ចឹងណាហើយកាហ្វេមកកន្លែងនេះនៅក្នុងក្រុងយើងនេះបងប្អូនបរិយាកាសគឺពោពេញទៅដោយរុក្ខជាតិហ្មងបងប្អូនហើយស្ងប់ស្ងាត់អត់សូវមានមនុស្សមកញ៉ៃទេគាត់មានតែពេលថ្ងៃសិស្សសាលាគាត់មកទិញតែមួយផ្លែអីចឹងគាត់ទៅវិញហើយអញ្ចឹងណាពួកគាត់ត្រូវចូលរៀនចូលអីចឹងហ៎អញ្ចឹងសម្រាប់អ្នកដែលរកហាងកាហ្វេដែលអាចអង្គុយធ្វើការបានងាយស្រួលអត់មានសំឡេងរំខានញ៉ៃអាចមកកន្លែងហ្នឹងបានចាំចង់វីដេអូនេះខ្ញុំនឹងដាក់ location ឲ្យអញ្ចឹងណាបងប្អូនដាក់ឈ្មោះហាងបងប្អូនអាច research មើលទៅតាម Facebook ក៏បានដែរហើយបន្ទាប់ពីញ៉ាំកាហ្វេហើយយើងក៏ឆ្លៀត unboxing ដែរដោយសារមុនហ្នឹងខ្ញុំក៏បានចូល Pink ហើយដើម្បីទិញ accessory មួយចំនួនដើម្បីធៀមរៀបចំឲ្យបានទៅដើរលេងទៀតឲ្យបងប្អូនហ្នឹងហើយក៏ទិញជាមួយនឹងប្រដាប់ហុំកាសនិងគម្របសម្រាប់ដាក់គ្រឿង make up ហើយនឹងរបៀបសាប៊ូអីផ្សេងអញ្ចឹងណាដោយសារនេះវាមើលទៅវាស្រួលប្រើហើយរបៀបវាខ្ជិលខ្ជូតហើយវាលងមើលទៅវាអត់ងាយប្រឡាក់ឯងបងប្អូនវាលងអញ្ចឹងយើងអាចជូតសម្អាតអីស្រួលអញ្ចឹងខ្ញុំយកពណ៌ខ្មៅមួយពណ៌សមួយដោយសារ fan black and white ហ្នឹងហើយបងប្អូនពីព្រោះបើយើងមានពីរស្រួលកាបូបមួយយើងដាក់គ្រឿង make up ទៅកាបូបមួយទៀតយើងដាក់ដូចជាសាប៊ូដូចជាអីគ្រឿងសម្រាប់យើងមួយទឹកមួយអីចឹងណាបងប្អូនអញ្ចឹងយើងងាយស្រួលនៅពេលដែលយើងធ្វើដំណើរយើងហូតតែមួយមកគឺអត់ញ៉ៃញ៉ៃហើយនេះកាបូបនេះខ្ញុំចង់ទិញដាក់ដាក់របៀបដូចជាកាសអីផ្សេងអញ្ចឹងណាហើយក៏ឆ្លៀតទិញដល់ refill សម្រាប់ refill សាប៊ូលេអីអញ្ចឹងបងប្អូនហើយក៏ឆ្លៀតទិញជាមួយតាគៀបនេះខ្ជូតមែនតានហ្មងយើងទៅលេងនៅសមុទ្រនៅអីអូយលយមែនតានហើយឡើងធូរថ្លៃហ្មងចាំមើលខ្ញុំដកឲ្យមើលនៅវារបៀបធ្វើរបៀបដូចគុជខ្ចងអីចឹងណាផ្កាថ្មអីចឹងណាបងប្អូនហ្នឹងបរិយាកាសទៅសមុទ្រអីអូស៊ីគ្នាហ្មងហើយក៏ឆ្លៀតទិញបូដល់ខ្ជិះខ្ជូតឲ្យកូនស្រីរបស់នាងខ្ញុំផងដែរឃើញបូនឹងខ្ជូតពេកហើយឡើង pink អញ្ចឹងក៏ទិញឲ្យកូនហើយមុនហ្នឹងក៏បានចូលផ្សារទិញបន្លែប្លុកក៏ឆ្លៀតទិញជាមួយនឹងនំពងមាន់ណាពងមាន់ឡើយហ្នឹងគេធ្វើភ្លាមដុតភ្លាមហើយឡើងឈ្ងុយហើយឡើងទន់ហ្មងបងប្អូនហើយញ៉ាំជាមួយកាហ្វេអូយស៊ីគ្នាតែម្ដងកន្លែងនេះខ្ញុំ react ថាកាហ្វេពីរហ្នឹងដាក់ចូលគ្នាទៅគឺឆ្ងាញ់ហ្មងរវាងកាហ្វេហើយនឹងនំហ្នឹងបងប្អូនតែគ្រាន់តែខ្ញុំអត់សូវចេះញ៉ាំផ្អែមទេរបៀបចឹងណាទោះបីជាវាឆ្ងាញ់ក៏ខ្ញុំញ៉ាំអត់បានច្រើនដែរហ្នឹងហើយអញ្ចឹងនេះជាបរិយាកាសនៅខាងក្នុងនៃហាងកាហ្វេគេក៏មានផ្នែកខាងក្រោយមួយចំហៀងទៀតបងប្អូនក៏ទីធ្លាគេធំហ្មងហើយក៏ចេញពីហាងកាហ្វេក៏មកទិញ GoPro ដោយសារត្រូវដើរលេងនឹងចង់ថតពេលយើងជាមួយមើលត្រីមើលផ្កាថ្មអីចឹងចង់សាកប្រា GoPro អញ្ចឹងណាដោយសាររាល់ដងប្រើតែទូរស័ព្ទឥឡូវចង់សាកប្រាអញ្ចឹងvlog យើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងអរគុណបងប្អូន